ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿង anime មួយដែលមានចំណងជើងថា Naruto មកធ្វើការសង្ខេបជូនទស្សនាប៉ុន្មានតែរឿងនេះចេញយូរមកហើយតែសាច់រឿងល្អមើលខ្លាំងណាស់ពេលនេះកំណើអូកាឡាយូជួយចុច like ម្នាក់មួយមកហើយយើងនឹងចាប់ផ្ដើមសាច់រឿងជាមួយគ្នាកាលពី12ឆ្នាំមុនមានបិសាចកញ្ជ្រោងកន្ទុយ9មួយបានចេញមកលុកលុយភូមិមួយនៅប្រទេសជប៉ុននៅពេលនោះក្រុមនិនចាទាំងអស់បានប្រមូលគ្នាចេញមកប្រយុទ្ធទប់ទល់ជាមួយនឹងបិសាចកញ្ជ្រោងនោះដើម្បីការពារអ្នកភូមិហើយក្នុងចំណោមនិនចាទាំងអស់មាននិនចាម្នាក់ដែលខ្លាំងជាងគេដែលពួកគេហៅថា Hokage ទី4បានលះបង់ជីវិតដើម្បីអាចចាប់បលឹងបិសាចកញ្ជ្រោងកន្ទុយ9នោះដាក់ចូលទៅក្នុងក្មេងម្នាក់ឈ្មោះ Naruto 12ឆ្នាំក្រោយមក Naruto បានធំដឹងក្តីហើយបានក្លាយទៅជាក្មេងកំពូលលពឹសប្រចាំភូមិមានថ្ងៃមួយគាត់បានយកថ្នាំពណ៌ទៅលាបអេប្រឡាក់ពេញមុខរសណៈរបស់ Hokage ដែលគេគ្រប់គ្នានៅថ្ងៃនោះមាននិនចាមួយចំនួនដេញចាប់គាត់ដែរតែចាប់មិនបានហើយអ្នកដែលចាប់គាត់បានគឺលោកគ្រូរបស់គាត់ម្នាក់ឈ្មោះ Iruka បន្ទាប់មកលោកគ្រូ Iruka បានចាប់ Naruto ទៅសាលារៀនវិញរួចក៏ឲ្យសិស្សម្នាក់រំលឹកវិជ្ជាគុណប្រែកាឡាទៅជារូបគាត់នៅពេលនោះសិស្សម្នាក់អាចធ្វើបានអត់បញ្ហាទេដល់ពេល Naruto ធ្វើម្ដងគាត់បែរទៅជាប្រែកាឡាខ្លាយទៅជាស្រីស្អាតស៊ីកស៊ីធ្វើឲ្យលោកគ្រូ Iruka ឃើញហើយក្តៅខ្លួនរហូតដល់ឈាមច្រមុះបន្ទាប់មកដើម្បីជាការពិន័យលោកគ្រូ Iruka បានចាប់ Naruto ទៅសម្អាតរសណៈ Hokage ដែលគាត់បានធ្វើឲ្យប្រឡាក់កាលពីព្រឹកមិញហ្នឹងគាត់បានគម្រាម Naruto ថាបើសម្អាតមិនស្អាតទេយប់ហ្នឹងមិនបាច់ទៅផ្ទះទេប៉ុន្តែសម្ដីនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ Naruto ព្រោះគាត់ជាក្មេងកំព្រាគ្មានអ្នកផ្ទះណាចាំមើលផ្លូវគាត់ត្រឡប់ទៅផ្ទះទេពេលឃើញចឹងលោកគ្រូ Iruka ក៏ដូរលក្ខខណ្ឌថាបើ Naruto សម្អាតបានលឿនហើយស្អាតយប់ហ្នឹងគាត់ប៉ាវញ៉ាំមីហិលនៅហាងបូរីរស្មីមនីមែនអត់ណានិយាយកុហកឆ្កែបន្ទាប់មកនៅហាងមីហិលលោកគ្រូ Iruka បានសួរ Naruto ថាហេតុអីបានធ្វើអញ្ចឹងដាក់រសណៈ Hokage ដឹងទេថាពួកគេសិតតែជានិនចាខ្លាំងដែលប្រជាជននាំគ្នាគោរពនៅពេលនោះ Naruto ក៏ឆ្លើយថាគាត់ក៏ដឹងដែរគាត់ដឹងថាអ្នកដែលល្បីឈ្មោះជាងគេគឺ Hokage ទី4ដែលបានពលីជីវិតដើម្បីកម្ចាត់បិសាចកញ្ជ្រោងកន្ទុយ9ហើយពេលនឹងដែរ Naruto ក៏បានសច្ចាយ៉ាងមុតមាំថាថ្ងៃក្រោយគាត់នឹងធ្វើជា Hokage ដែលខ្លាំងបំផុតហើយប្រជាជននឹងនាំគ្នាគោរពគាត់មិនមើលងាយគាត់ដោយរាល់ថ្ងៃនឹងទេបន្ទាប់មកគឺដល់ថ្ងៃប្រឡង Final ហើយអ្នកដែលប្រឡងជាប់នឹងក្លាយទៅជានិនចាកម្រិតដំបូងវិញ្ញាសានៅថ្ងៃនោះគឺតម្រូវឲ្យពួកគេកូពីខ្លួនឯងដែលវាប៉ះចំវិជាដែល Naruto ធ្វើបានខ្សោយបំផុតនៅពេលនោះ Naruto ព្យាយាមអស់សមត្ថភាពហើយក៏បានកូពីខ្លួនឯងបានផងដែរគ្រាន់តែមើលទៅដោយសត្វចម្លែកអីមិនដឹងទេដីស្ប៉ាបលៀនដាតថ្លែលជាលទ្ធផលសិស្សមួយថ្នាក់ជាប់ទាំងអស់ធ្លាក់តែ Naruto ម្នាក់គត់ហើយនៅពេលដែល Naruto កំពុងតែអង្គុយសែតមានលោកគ្រូម្នាក់ទៀតឈ្មោះ Mizuki បានមកប្រាប់ Naruto ថាគាត់មានវិធីជួយឲ្យ Naruto ជាប់ការប្រឡងនៅលើកនេះបានបន្ទាប់មកនៅយប់នោះស្រាប់តែក្រុមនិនចាមកភូមិនាំគ្នាដើររក Naruto ព្រោះគេថា Naruto នឹងបានលួចយកគម្ពីរសម្ងាត់ដែលគេប្រើសម្រាប់ការពារភូមិនៅក្នុងគម្ពីរសម្ងាត់នោះមានវិជាគុណពិសេសណាស់បើវាបានធ្លាក់ចូលទៅក្នុងដៃរបស់ជនអាក្រក់នោះប្រជាជននៅក្នុងភូមិនឹងអាចជួបគ្រោះធំកន្លែងទៅមើល Naruto វិញគាត់ពិតជាបានលួចគម្ពីរនោះមែនហើយគាត់បានយកទៅអង្គុយរៀនចេះបានមួយក្បាច់ដំបូងនៅពេលនោះលោកគ្រូ Iruka បានរកឃើញ Naruto មុនគេហើយនៅពេលដែល Naruto ចង់បញ្ចេញក្បាច់ថ្មីឲ្យលោកគ្រូគាត់មើល Mizuki ក៏គប់អាវុធសម្ងាត់ចង់សម្ដៅមកសម្លាប់ Naruto តែលោកគ្រូ Iruka បានជួយរងគាត់ទាន់តាមពិតគឺ Mizuki ជាអ្នកប្រាប់ Naruto ឲ្យទៅលួចគម្ពីរហ្នឹងហើយបន្ទាប់មកគាត់ចង់សម្លាប់ Naruto ដើម្បីដណ្ដើមយកគម្ពីរគម្រោងរបស់គាត់ពេលនេះចិត្តបែកការហើយគាត់បានចោទទៅលោកគ្រូ Iruka ថាចង់កណ្ដើមយកគម្ពីរទុកប្រើខ្លួនឯងកុំឲ្យ Naruto បកគោលគម្ពីរឲ្យលោកគ្រូគាត់ឲ្យសោះនៅពេលនោះ Mizuki និងលោកគ្រូ Iruka បានបកកាយគ្នាបែកអូហូរទៅជាស្ទឹងធ្លាយចេញការសម្ងាត់មួយទៀតដែលគេហាមមិនឲ្យ Naruto ដឹងគឺនៅក្នុងខ្លួនរបស់ Naruto មានពន្លឺបិសាចកញ្ជ្រោងកន្ទុយ9ដែលចេញមកបំផ្លាញភូមិនេះកាលពី12ឆ្នាំមុនហើយពេលនោះថែមទាំងបានសម្លាប់ឪពុកម្ដាយរបស់លោកគ្រូ Iruka ថែមទៀតផងអញ្ចឹងហើយទើបប្រជាជនមួយចំនួននៅក្នុងភូមិមើលមក Naruto ដូច Naruto នឹងជាបិសាចអញ្ចឹងដល់ពេលដឹងរឿងនឹងហើយ Naruto ឈឺចិត្តណាស់ក៏រត់គេចចេញពីទីនោះបន្តមកទៀតយើងឃើញថាលោកគ្រូ Iruka បានដេញតាម Naruto ដើម្បីសុំគម្ពីរត្រឡប់មកវិញនៅពេលនោះ Naruto បានបោលបក់លោកគ្រូ Iruka ឡើងប៉ើងតាមពិតលោកគ្រូ Iruka ហ្នឹងគឺ Mizuki ប្រែកាឡាទេចំណែក Naruto ក៏លោកគ្រូ Iruka ជាអ្នកប្រែកាឡាដែរ Naruto ពិតប្រាកដកំពុងតែពួននៅក្រៅដើមឈើលួចស្ដាប់ពួកគេសន្ទនាគ្នានៅពេលនោះ Mizuki បានចោទ Naruto ថាជាបិសាចដែលចង់យកគម្ពីរនោះទៅហាត់វិជាគុណឲ្យខ្លាំងហើយនឹងចេញមកសងសឹកអ្នកភូមិហ្នឹងម្ដងទៀតប៉ុន្តែលោកគ្រូ Iruka បាននិយាយប្រកែកថាទោះបីវាយគាត់ងាប់ក៏គាត់មិនជឿថា Naruto គឺជាបិសាចដែរពាក្យសម្ដីរបស់លោកគ្រូ Iruka នៅពេលនោះបានធ្វើឲ្យ Naruto រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយខ្ជិលស្ដាប់លោកគ្រូ Iruka និយាយច្រើនពេក Mizuki ក៏ចង់សម្រុកចូលទៅសម្រាប់គាត់ចោលតែពេលនោះ Naruto បានចេញមកបុក Mizuki ឡើងប៉ើងហើយនិយាយគំរាមថាបើយូហ៊ានប៉ះលោកគ្រូមីម្ដងទៀតមីនឹងសម្លាប់យូចោលយល់អត់គំរាមយើងប្រើសិទ្ធិភាសាអង់គ្លេសចាំទទួលក្បាច់យើងតានៅពេលនោះ Naruto បានប្រើក្បាច់កូពីខ្លួនឯងបានរាប់រយនាក់មកឡោមព័ទ្ធ Mizuki តែម្ដងហើយជាលទ្ធផល Naruto បានបណ្ដាល Mizuki ឡើងទក់សាច់បន្ទាប់ពីហេតុការណ៍នោះលោកគ្រូ Iruka បានសម្រេចឲ្យ Naruto ជាប់ការប្រឡងក្លាយទៅជានិនចាកម្រិតដំបូងហើយជារង្វាន់ប៉ា Naruto ញ៉ាំមីហិលទៀត
យេលោកគ្រូពិតជាល្អណាស់ខ្ញុំស្រឡាញ់លោកគ្រូខ្លាំងណាស់បន្ទាប់មកខាងសាលាបានតម្រូវឲ្យកូនសិស្សទៅថតរូបដើម្បីបំពេញប្រវត្តិរូបនៅពេលនោះណារូតូបានតុបតែងខ្លួនដោយតួល្ខោនអញ្ចឹងគ្រាន់តែឃើញនាយកសាលាដែលជាហោខាហ្គេទី3បានបញ្ជាណារូតូទៅថតរូបសារថ្មីភ្លាមតែណារូតូបានប្រកែកក្នុងពេលនោះស្រាប់តែចៅរបស់ហោខាហ្គេទី3នឹងបានចូលមកវាយប្រហារគាត់ចង់វាយឈ្នះតារបស់គាត់ដើម្បីក្លាយទៅជាហោខាហ្គេដល់តែពេលរត់មិនប្រយ័ត្នក៏ជាពុបជើងដួលហើយគាត់បានច្អល់មុខណារូតូដោយចោទណារូតូថាជាអ្នកតាក់ជើងគាត់ឲ្យដួលធ្វើណារូតូខឹងក៏ចាប់គាត់ក្បួចក៏អាវក្មេងម្នាក់នោះអានថាគាត់ជាចៅរបស់ហោខាហ្គេទី3ហើយបានគិតថាណារូតូមិនហ៊ានធ្វើអីគាត់ទេតែមានណាចុងក្រោយស៊ីមកកញ្ញោតាន់របស់ណារូតូនៅពេលនោះហោខាហ្គេទី3អត់មានការពីចៅគាត់ទេព្រោះដឹងថាចៅគាត់ក្បាលខូចដែរបន្ទាប់មកក្មេងម្នាក់នោះបានលួចដើរតាមពីក្រោយណារូតូហើយគោលបំណងរបស់គាត់មិនមែនតាមវាយណារូតូទេគឺចង់សុំណារូតូធ្វើជាគ្រូរបស់គាត់ដោយគាត់បានហៅណារូតូថាមេដល់ពេលចឹងទៅណារូតូស៊ីជូដែរក៏យល់ព្រមវិជាដែលណារូតូចង់បរៀនក្មេងនោះមុនគេគឺការប្រែកាឡាខ្លាយទៅជាស្រីស្អាតពេលនោះណារូតូចង់ដឹងថាក្មេងម្នាក់ហ្នឹងចេះវិជាប្រែកាឡាដល់ណាហើយក៏ឲ្យគាត់ប្រែកាឡាទៅជាស្រីស្អាតម្នាក់នៅចិត្តនោះដល់តែក្មេងហ្នឹងធ្វើមើលទៅស្អាតមែនតែនដូចជ្រូកហៃណាមប្រែកាឡាជាមនុស្សចឹងបន្ទាប់មកណារូតូបាននាំក្មេងម្នាក់នោះដើរចូលហាងលក់ទស្សនាវដ្តីដើម្បីមើលស្រីស្អាតចង់បរៀនគាត់ថាស្រីស្អាតមានរូបរាងមិនខ្លះបន្តមកទៀតគាត់បានប្របួរក្មេងនោះប្រែកាឡាខ្លាចជាស្រីដើម្បីលួចចូលទៅក្នុងបន្ទប់ទឹកស្រីប៉ុន្តែត្រូវបានគេមើលដឹងហើយបានវាយណារូតូឡើងទួព្រោះគាត់ជាអ្នកនាំក្មេងឲ្យខូចទោះបីយ៉ាងនេះក៏ដោយក៏ណារូតូនៅតែតាំងចិត្តបរៀនក្មេងនោះឲ្យជាប្រែកាឡាជាស្រីស្អាតឲ្យតទៅបានបន្ទាប់មកពួកគេនាំគ្នាសម្រាប់ហើយក្មេងម្នាក់នោះបាននិយាយប្រាប់ណារូតូថាឈ្មោះរបស់គាត់គឺកូណូហាម៉ារុប៉ុន្តែប្រជាជននៅក្នុងភូមិអត់មាននរណាគេហៅឈ្មោះគាត់អញ្ចឹងទេគឺគេនាំគ្នាហៅគាត់ថាចៅបលោម្ចាស់ហោខាហ្គេទី3បានន័យថាប្រជាជនមើលឃើញគាត់ទេឃើញតែតារបស់គាត់រឿងនោះធ្វើឲ្យគាត់អន់ចិត្តខ្លាំងណាស់អញ្ចឹងហើយទើបគាត់ចង់ខ្លាយទៅជាហោខាហ្គេដើម្បីឲ្យគេទទួលស្គាល់នៅពេលដែលពួកគេកំពុងតែជជែកគ្នានោះលោកគ្រូអ៊ីវីស៊ូក៏មកតាមខូណូហាម៉ារុឲ្យត្រឡប់ទៅវិញតែខូណូហាម៉ារុមិនព្រមទៅគាត់បានប្រើវិធីដែលគាត់ទៅរៀនពីណារូតូប្រើកាឡាជាស្រីស្អាតបានសម្រេចប៉ុន្តែលោកគ្រូអ៊ីវីស៊ូគឺជាសុភាពបុរសមិនរំជើបរំជួលទេគាត់បានមើលងាយវិជារបស់ណារូតូថាគ្មានបានការទោះបីចេះក៏ធ្វើអីមិនកើតដែរពេលលឺអញ្ចឹងណារូតូខឹងក៏គប់ពីខ្លួនឯងជាច្រើនអ្នកដើម្បីបដាលោកគ្រូអ៊ីវីស៊ូចេញម្ដងកុំឲ្យមើលងាយគាត់ពេកចំណែកលោកគ្រូអ៊ីវីស៊ូក៏អត់មានខ្លាចឲ្យញើតអីជាមួយណារូតូដែរហើយនៅពេលដែលគាត់ធ្វើដៃចេញក្បាច់ចង់ប្រយុទ្ធគ្នាណារូតូទាំងអស់គ្នាក៏បានប្រែកាឡាទៅជាស្រីស្អាតចូលទៅចាប់ណែបណិតលោកគ្រូអ៊ីវីស៊ូធ្វើគាត់ទ្រាំលែងបានបន្ទាប់មកណារូតូបាននិយាយបដៅកូណូហាម៉ារុថាចង់ក្លាយទៅជាហោខាហ្គេមិនមែនងាយស្រួលទេពួកគេត្រូវតែហ៊ានប្រឈមជាមួយនឹងការលំបាកសពបែបយ៉ាងហូញើហូឈាមនៅពេលនោះផងដែរពួកគេបានសន្យាគ្នាថាថ្ងៃក្រោយពួកគេនឹងប្រជែងគ្នាដើម្បីយកតំណែងហោខាហ្គេនេះបន្ទាប់មកស្អែកឡើងគឺដល់ថ្ងៃចូលរៀនវគ្គនិនចាថ្ងៃទី1ណារូតូបានភ្ញាក់ឡើងស្រស់ស្រូបអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ដើម្បីឲ្យមានកម្លាំងចូលទៅរៀនពេលទៅដល់ថ្នាក់រៀនណារូតូចាប់អារម្មណ៍ជាងគេគឺសាការ៉ាដែលគាត់លួចក្រាស់យូរហើយប៉ុន្តែសាការ៉ានាងមិនចាប់អារម្មណ៍ជាមួយណារូតូទេគឺនាងចាប់អារម្មណ៍ជាមួយមិត្តរួមថ្នាក់ម្នាក់ទៀតឈ្មោះសាស្កេហ្នឹងគឺជាប្រុសស្អាតប្រចាំថ្នាក់ហើយសិស្សស្រីៗនៅក្នុងថ្នាក់ហ្នឹងសិតតែក្រាមនាងអង្គុយក្បែរគាត់ពេលណារូតូឃើញអញ្ចឹងក៏មានចិត្តច្នានហើយក៏លោតឡើងជាន់លើតុដើម្បីមើលមុខសាស្កេឲ្យចិត្តចង់ដឹងថាគាត់នឹងមានអីពិសេសត្រង់ណាបានស្រីៗចូលចិត្តម៉េះប៉ុន្តែនៅពេលនោះអ្នកដែលអង្គុយនៅតុខាងមុខបានងើបឡើងហើយបុកគូតណារូតូធ្វើណារូតូជ្រុលទៅជុលមាត់ជាមួយសាស្កេធ្វើសាមងបែបនេះមាត់ស្អុយទុយម៉ែពេលនោះសិស្សស្រីខឹងជាមួយណារូតូណាដែលហ៊ានកដើមថើបក្រាស់របស់ពួកនាងហើយក៏នាំគ្នាព្រួតវាយណារូតូម្លងប៉ោងមកអស់បន្ទាប់មកលោកគ្រូអ៊ីរ៉ាកាបានប្រាប់ពួកគេថាគេនឹងចែកសិស្សក្នុងថ្នាក់ហ្នឹងជាក្រុមដែលមួយក្រុមមានគ្នា3នាក់ហើយយើងក៏ប្រហែលជាស្មានដឹងហើយថាក្រុមរបស់ណារូតូមានគ្នា3នាក់គឺណារូតូសាកូរ៉ាហើយនិងសាស្កេពេលនោះណារូតូមិនសុខចិត្តហើយងើបឡើងប្រឆាំងថាហេតុអីបានដាក់គាត់ចូលក្រុមជាមួយនឹងសាស្កេហើយលោកគ្រូអ៊ីរ៉ូកាបានឆ្លើយថាមកពីសាស្កេគឺជាសិស្សដែលប្រកែកបំផុតហើយណារូតូគឺជាសិស្សដែលអន់បំផុតគេចង់ឲ្យក្រុមនីមួយៗមានតុល្យភាពបន្ទាប់មកនៅម៉ោងបាយថ្ងៃត្រង់ណារូតូមិនសូវសប្បាយចិត្តក៏ឡើងទៅអង្គុយលើដំបូលហើយក៏បានមើលឃើញសាស្កេពីចម្ងាយក៏កើតកូនចិត្តចង់លួចចូលទៅវាយគាត់ប៉ុន្តែពេលនោះនៅពេលដែលណារូតូចូលទៅបានមួយស្ទុះឮតែសំឡេងក្ដុងក្ដាំមិនដឹងថាមានរឿងអីកើតឡើងទេបន្តិចក្រោយមកអ្នកដែលបានចេញមកវិញគឺសាស្កេអត់មានត្រូវរបួសអីសោះកន្លែងទៅមើលសាកូរ៉ាវិញពេលនេះនាងកំពុងតែញ៉ាំអាហារថ្ងៃត្រង់ហើយនឹកដល់សាស្កេចៃដន្យអីសាស្កេបានមកឈរចំពីមុខនាងដែលប្រើខ្សែភ្នែកយ៉ាងស្ទន់សម្លឹងមកកាន់នាងពេលនោះសាការ៉ាដូចយល់សមអញ្ចឹងគឺនៅសុកសាស្កេបានមករសារនាងថាស្អាតហើយបានសុំថើបនាងបន្ទាប់មកនៅពេលដែលពួកគេរៀបថើបគ្នាហើយស្រាប់តែសាស្កេឈឺពូរីអាចរត់ទៅបន្ទប់ទឹកតាមពិតសាស្កេម្នាក់ហ្នឹងគឺណារូតូប្រើកាឡាសោះមុននឹងណារូតូបានប្រើវិជាគប់ពីខ្លួនចាប់សាស្កេពិតប្រាកដចងបាត់ហើយក្រោយមកនៅពេលដែលសាស្កេរើរួចគាត់បានមករកណារូតូដើម្បីជម្រះបញ្ជីពេលនោះណារូតូបានគប់ពីខ្លួនជាច្រើនអ្នកម្ដងទៀតចង់លោតទៅសង្គ្រោះសាស្កេតែចំពេលឈឺពូរីអាចទាំងអស់គ្នាល្មមអាយយយើងចូលមុនតាមពិតណារូតូឈឺពោះនឹងដោយសារតែទឹកដោះគោដែលគាត់ផឹកព្រឹកមិញវាហួសដលេ
បន្ទាប់មកក្រោយមកបាយពួកគេបានទៅបន្ទប់រៀនដាច់ដោយឡែកមួយដើម្បីរងចាំគ្រូថ្មីហើយដោយសារតែគ្រូថ្មីរបស់ពួកគេក្រមកដល់ពេកណារូតូក៏បាននឹកឃើញដាក់អន្ទាក់គៀបជាប់ជាមួយនឹងទ្វារដើម្បីលេងសើចជាមួយគាត់ពេលនោះសាស្កេបាននិយាយថាលោកគ្រូរបស់ពួកគេគឺជានិន្ចាកម្រិតខ្ពស់ដែលពួកគេហៅថាជូនីនគាត់គ្មានផ្លូវដើរចូលអន្ទាក់របស់ណារូតូទេតែមានណាពេលលោកគ្រូអត់ក្បាលមកឆ្ងក់ប៉ងលោកក្តារខៀនបានធ្លាក់ត្រូវក្បាលរបស់គាត់លោកគ្រូថ្មីរបស់ពួកគេម្នាក់នេះមានឈ្មោះថាខាខាស៊ីហើយមុននឹងចាប់ផ្ដើមពួកគេបានណែនាំខ្លួនឲ្យស្គាល់គ្នាជាមុនសិនលោកគ្រូខាខាស៊ីចង់ដឹងថាតើពួកគេចូលចិត្តអីស្អប់អីហើយអនាគតចង់ធ្វើអីពេលនោះគាត់បានចាប់ផ្ដើមមុនគេដោយប្រាប់ពួកគេថាអ្វីដែលគាត់ចូលចិត្តហើយអ្វីដែលគាត់ស្អប់គឺគាត់មិនប្រាប់ពួកគេទេទុកឲ្យឆ្ងល់ហើយអនាគតគាត់ចង់ធ្វើអីក៏គាត់អត់ដឹងដែរងាប់ហើយមើលលោកគ្រូនិយាយដូចគេមានប្រសាសន៍និយាយដូចគេអត់និយាយណោះបន្តមកដល់វេណារ៉ូតូម្ដងគាត់បានប្រាប់ថាគាត់ចូលចិត្តញ៉ាមីហឺតតែគាត់អត់ចូលចិត្តចាំយូរទេហើយអនាគតគាត់ចង់ក្លាយទៅជាហោខាហ្គេដល់ពេលសាការ៉ានិយាយម្ដងនាងប្រាប់ថាមនុស្សដែលនាងចូលចិត្តគឺអនាគតនាងចង់ក្លាយទៅជាហើយអ្វីដែលនាងស្អប់ជាងគេគឺណារូតូបន្ទាប់មកដល់វេនសាស្កេគាត់បាននិយាយយ៉ាងកាចថាគាត់ស្អប់របស់ច្រើនណាស់ហើយគាត់អត់ចូលចិត្តអីមួយឲ្យពិតប្រាកដទេថ្ងៃអនាគតគាត់ចង់កសាងក្លែនរបស់គាត់ឡើងមកវិញហើយនឹងជំរាបបញ្ជាជាមួយនឹងស្ត្រីរបស់គាត់ម្នាក់ពេលលឺអញ្ចឹងម្នាក់ឡើងកាំងអស់ហើយយេដូចជាកាចពេកហើយប្រូបន្ទាប់ពីបានណែនាំខ្លួនបានចាប់សពគ្រប់អស់ហើយខាខាស៊ីបានប្រាប់ពួកគេឲ្យមកជុំគ្នានៅថ្ងៃស្អែកពីព្រលឹមដើម្បីប្រឡងជ្រើសរើសកែនីនដែលជានិន្ចាកម្រិតទី1ហើយផ្ដាំពួកគេថាកុំញ៉ាំអាហារពេលព្រឹកបើមិនចង់ក្អួតទេស្អែកឡើងពួកគេទាំង3នាក់បានមកជុំគ្នាតាំងពីថ្ងៃមិនទាន់រះហើយចាំរហូតដល់ថ្ងៃជិតត្រង់ទើបលោកគ្រូខាខាស៊ីបង្ហាញខ្លួនគាត់បានយល់លេថាព្រឹកមិញពេលគាត់ដើរមកមានឆ្មាខ្មៅមួយក្បាលរត់កាត់ផ្លូវគាត់ហើយដោយសារតែខ្លាចសោយគាត់បានដើរផ្លូវវាងអញ្ចឹងបានយូរហ្នឹងណាបន្ទាប់មកលោកគ្រូខាខាស៊ីបាននិយាយពីលក្ខខណ្ឌប្រឡងការងារដែលគាត់ចង់ឲ្យពួកគេទាំង3ធ្វើស្ដាប់ទៅគឺងាយទេគឺគាត់មានកណ្ដឹង2គ្រាប់បើសិនអ្នកណាទៅដើមបានអ្នកនឹងជាប់បានន័យថាក្នុងចំណោមពួកគេទាំង3នាក់នឹងមានម្នាក់ត្រូវធ្លាក់ហើយត្រឡប់ទៅរៀនថ្នាក់ត្រៀមវិញពួកគេមានពេលរហូតដល់ម៉ោង12ថ្ងៃត្រង់បើថ្ងៃត្រង់ហើយអត់មានអ្នកណាយកបានទេគាត់នឹងចងពួកគេនៅមង្គលនោះមិនឲ្យញ៉ាំបាយទេហើយគាត់នឹងញ៉ាំបាយញ៉ាំពួកគេថែមទៀតផងពេលនេះពួកគេដឹងហើយថាការដែលលោកគ្រូខាខាស៊ីផ្ដាំកុំឲ្យពួកគេញ៉ាំអាហារពេលព្រឹកគឺដើម្បីធ្វើបាបពួកគេតែប៉ុណ្ណោះបន្ទាប់មកការប្រឡងបានចាប់ផ្ដើមដែលពេលនោះសាកូរ៉ាហើយនិងសាស្កេបានទៅពួនអស់ហើយនៅឡើយតែណារូតូអត់ទៅណាទេគឺចង់វាយដូរជាមួយនឹងលោកគ្រូខាខាស៊ីនៅពេលនោះលោកគ្រូខាខាស៊ីនិយាយថាណារូតូចម្លែកជាងសិស្សដទៃតែណារូតូបានប្រកែកបែបឌឺថាមានអីចម្លែកម៉ូតសក់លោកគ្រូឯងទៅចម្លែកបន្ទាប់មកណារូតូបានសម្រុកចូលទៅកាន់លោកគ្រូខាខាស៊ីតែក៏បង្អាក់ដំណើរវិញពេលឃើញលោកគ្រូខាខាស៊ីលោកដៃចូលក្នុងថង់យាមរបស់គាត់គិតស្មានថាគាត់ចង់ប្រើអាវុធសម្ងាត់សូរ៉ាខិនប៉ុន្តែមិនមែនទេគឺលោកគ្រូខាខាស៊ីបានទាញសភៅរឿងយកមកអានតែប៉ុណ្ណោះគាត់ថែមទាំងបាននិយាយមើលងាយណារូតូថាទោះបីជាគាត់រវល់អានសភៅក៏ណារូតូមិនអាចធ្វើអីគាត់បានដែរសម្ដីនឹងបានធ្វើឲ្យណារូតូខឹងខ្លាំងណាស់ក៏សម្រុកចូលទៅវាយប្រហារគាត់បន្ទាប់មកលោកគ្រូខាខាស៊ីបានបំងកាយទៅនៅពីក្រោយណារូតូហើយបានធ្វើដៃជាសញ្ញាដែលសាស្កេហើយនិងសាកូរ៉ាមើលដឹងថាសញ្ញានោះគឺជាវិជាគុណដែលគេប្រើដើម្បីសម្លាប់សត្រូវនៅពេលនោះសាកូរ៉ាបារម្ភពីណារូតូខ្លាំងណាស់ក៏ស្រែកឲ្យគាត់ប្រយ័ត្នខ្លួនតែយឺតពេលហើយ Leaf Village Secret Finger Jutsu! 1,000 years of death! លោកគ្រូខាខាស៊ីបានដាក់ឈ្មោះក្បាច់បកគូនោះថា 1,000 years of death ពេលណារូតូធ្លាក់ចូលទៅក្នុងទឹកហើយគាត់មិនទាន់ចុះចាញ់ទៀតពេលនោះគាត់បានគប់ផ្កាយសូរ៉ាខិន2សម្ដៅមកលោកគ្រូខាខាស៊ីតែលោកគ្រូខាខាស៊ីបានប្រើម្រាមដៃ2ចាប់ផ្កាយនោះលេងដូច spinner អញ្ចឹងបន្ទាប់មកណារូតូបានគប់ពីខ្លួនឯងចេញជា7នាក់សម្រុកទៅពាត់លោកគ្រូខាខាស៊ីតាមពិតណារូតូអាចគប់ពីខ្លួនឯងបានច្រើនជាងនឹងទៀតតែដោយសារតែថ្ងៃហ្នឹងគាត់ឃ្លានអត់មានកម្លាំងគប់ពីបានច្រើនទេពេលហ្នឹងលោកគ្រូខាខាស៊ីក៏បានរសារតិចនិករបស់ណារូតូខ្លះដែរតែគាត់បានប្រាប់ណារូតូថាក្បាច់កំពេចកំប៉ុកចឹងធ្វើអីគាត់មិនបានទេមិននឹកស្មានថាណារូតូមានយុទ្ធសាស្ត្រប្រើខ្លួនកូពីរបស់គាត់ម្នាក់ទៀតលបទៅចាប់ក្លេលោកគ្រូខាខាស៊ីពីក្រោយពេលបានដៃហើយក្រុមណារូតូផ្សេងទៀតក៏នាំគ្នារត់ចូលទៅជួយចាប់ក្នុងពេលនោះមានណារូតូម្នាក់ចង់លោតទៅដាល់លោកគ្រូខាខាស៊ីតែបែរជាដាល់ត្រូវណារូតូម្នាក់ទៀតទៅវិញនៅពេលនោះសាស្កេមើលដឹងថាលោកគ្រូខាខាស៊ីប្រើវិជាបដូរខ្លួនឯងជាមួយនឹងណារូតូបន្ទាប់មកណារូតូបានឃើញកណ្ដឹងមួយជ្រុះនៅក្រោមដើមឈើមួយហើយគិតថាប្រហែលជាលោកគ្រូខាខាស៊ីធ្វើឲ្យជ្រុះដល់ទៅពេលគាត់ចូលទៅរើទើបដឹងថាតាមពិតវិជាអន្ទាក់សោះពេលនោះលោកគ្រូខាខាស៊ីបានចេញមកនិយាយបដៅបែបចំអកឲ្យគាត់ថាកុំល្ងងពេកគាត់មិនទៅភ្លើធ្វើឲ្យជ្រុះកណ្ដឹងងាយៗទេពេលនឹងដែរសាស្កេដែលកំពុងតែពួននៅលើដើមឈើចាំមើលឃើញថាមានឱកាសក៏បានលួចគប់អាវុធសម្ងាត់សូរ៉ាខិនជាច្រើនទៅត្រូវចំលោកគ្រូខាខាស៊ីពេញដំហឹងពេលហ្នឹងទាំងសាការ៉ាហើយនិងណារូតូបានបន្តសាស្កេជាខ្លាំងដែលគាត់ហ៊ានធ្វើដល់ថ្នាក់ហ្នឹងតែតាមពិតសាស្កេគប់ត្រូវគល់ឈើតែប៉ុណ្ណោះព្រោះលោកគ្រូខាខាស៊ីបានប្រើវិជាបដូរខ្លួនដដែលនោះទប់ទល់ជាមួយនឹងសាស្កេ
ពេលនេះគឺដល់ពេលដែលលោកគ្រូ Kakashi វាយបកទៅលើ Sasuke វិញម្ដងចំណែក Sasuke ក៏ដឹងដែរចឹងហើយក៏ព្យាយាមរត់គេចចេញពីកន្លែងរបស់គាត់ហើយ Sakura ដែលកំពុងតែពួនក៏ដូចគ្នានាងបានរត់ចេញពីកន្លែងពួនតាមទៅជួយ Sasuke ដែលជាក្រាស់របស់នាងប៉ុន្តែសោយខ្លាំងណាស់មិនយូរប៉ុន្មាននាងក៏បានជួបជាមួយនឹងលោកគ្រូ Kakashi ហើយត្រូវបានលោកគ្រូ Kakashi ប្រើវិជាសណ្ដំឲ្យនាងមើលឃើញអ្វីដែលនាងខ្លាចបំផុតហើយអ្វីដែល Sakura ខ្លាចបំផុតនៅពេលនោះគឺខ្លាច Sasuke ត្រូវរបួសបន្ទាប់មកពិតជាដូចអ្វីដែលនាងខ្លាចខ្លាំងណាស់ព្រោះនាងបានប្រទះឃើញ Sasuke ត្រូវរបួសពេញខ្លួនពិតមែនរឿងនេះបានធ្វើឲ្យនាងភ័យហើយស្រែករហូតដល់ស្លាប់កន្លែងទៅមើល Sasuke វិញគាត់ឈប់រត់ពួនអីទៀតហើយបានត្រៀមខ្លួនប្រយុទ្ធជាមួយនឹងលោកគ្រូ Kakashi មួយទល់មួយក្នុងចំណោមក្រុមពួកគេទាំង3នាក់ Sasuke មានវិជាគុណខ្លាំងជាងគេពេលនោះគាត់បៀនឹងកណ្ដាមកណ្ដឹងពីលោកគ្រូ Kakashi បានហើយថែមទាំងចេះវិជាផ្លុំភ្លើងដែលនិន្ចាកម្រិតទាបគ្មានអ្នកណាអាចទាន់ធ្វើបានទេប៉ុន្តែទោះជាយ៉ាងណាក៏គាត់មិនអាចធ្វើអីលោកគ្រូ Kakashi បានដែរហើយត្រូវបានលោកគ្រូ Kakashi ប្រើវិជាជ្រែកដីចាប់គាត់កប់ដីត្រឹមករើលែងរួចកន្លែងទៅមើល Naruto វិញគាត់បានឃើញកន្លែងដែលលោកគ្រូ Kakashi ទុកបាយថ្ងៃត្រង់ហើយក៏ចង់ទៅលួចញ៉ាំតែមិនបានសម្រេចទេលោកគ្រូ Kakashi ក៏បានមកទាន់ជាលទ្ធផលដល់ម៉ោងបាយថ្ងៃត្រង់គ្មានអ្នកណាម្នាក់អាចយកកណ្ដឹងបានទេពេលនោះលោកគ្រូ Kakashi បានប្រកាសលទ្ធផលប្រាប់ថាគាត់មិនឲ្យពួកគេត្រឡប់ទៅរៀនវគ្គត្រៀមវិញទេធ្វើពួកគេសប្បាយចិត្តខ្លាំងណាស់ស្មានតែជាប់ហើយខំតអតែលោកគ្រូ Kakashi មានន័យថាគឺឈប់ឲ្យពួកគេចូលសាលារៀនតែម្ដងការសម្រេចរបស់លោកគ្រូ Kakashi នៅពេលនោះធ្វើឲ្យពួកគេខឹងខ្លាំងណាស់ទទួលយកបានទេពេលនោះ Sasuke បានសម្រុកទៅវាយលោកគ្រូ Kakashi តែត្រូវបានគាត់ចាប់សង្កត់ជាប់ទៅនឹងដីលោកគ្រូ Kakashi បានបញ្យល់ប្រាប់ពួកគេថាពួកគេមិនអាចធ្វើជានិន្ចាបានទេព្រោះពួកគេគ្មានស្មារតីធ្វើការជាក្រុមលើកនេះបើសិនជាម្នាក់ធ្វើការរួមគ្នាប្រហែលជាអាចយកឈ្នះគាត់បានតែម្នាក់អត់គិតអញ្ចឹងទេនៅពេលនោះ Sakura បានឆ្ងល់ហើយសួរថាធ្វើការរួមគ្នាមិនបើកណ្ដឹងមានតែពីរហ្នឹងបើពួកគេទាំង3នាក់រួមគ្នាទៅដើមបានចែកគ្នាមិនដាច់ហើយលោកគ្រូ Kakashi បានឆ្លើយថាអាហ្នឹងហើយគឺជាយុទ្ធសាស្ត្របំបែកបំបាក់ក្រុមរបស់ពួកគេបន្ទាប់មកលោកគ្រូ Kakashi បានទុកឱកាសឲ្យពួកគេ3ម៉ោងទៀតដើម្បីកណ្ដើមកណ្ដឹងពីគាត់ហើយគាត់បានអនុញ្ញាតឲ្យពួកគេញ៉ាំបាយថ្ងៃត្រង់សិនមុននឹងធ្វើការគ្រាន់តែថាគាត់មិនអនុញ្ញាតឲ្យ Naruto ញ៉ាំទេដោយសារតែមុននឹង Naruto ក្បាលខូចចង់លួចញ៉ាំបាយមុនហើយក្នុងចំណោមពួកគេបើសិនជាមានអ្នកណាហ៊ានឲ្យ Naruto ញ៉ាំអ្នកនោះនឹងធ្លាក់ដោយស្វ័យប្រវត្តិក្រោយមកបន្តិចនៅពេលដែល Sasuke ហើយនិង Sakura កំពុងតែញ៉ាំបាយពោះរបស់ Naruto គោលឺសូដូចផ្គរលាន់នៅពេលនោះ Sasuke ឃើញអាណិតពេកក៏ចែកអាហាររបស់គាត់ឲ្យ Naruto ញ៉ាំគាត់យល់ថាបើសិនជាពួកគេត្រូវធ្វើការជាក្រុមគឺម្នាក់ត្រូវមានកម្លាំងស្មើគ្នាណាមួយពេលនេះលោកគ្រូ Kakashi ក៏អត់នៅដែរគ្មានអ្នកណាដឹងទេពេលនោះ Sakura ក៏យកស្របតាមហើយក៏ចែកអាហាររបស់នាងឲ្យទៅ Naruto ញ៉ាំផងដែរប៉ុន្តែដោយសារតែ Naruto ជាប់ចំណង Sakura ត្រូវបង្ខំចិត្តបញ្ចុកចំណីគាត់ដែលជាធម្មតាតើតាគូស្នេហ៍ស្និទ្ធស្នាលណាទើបគេធ្វើអញ្ចឹងរឿងហ្នឹងលោកគ្រូ Kakashi ឃើញទាំងអស់ព្រោះគាត់នៅពួនចាំមើលពួកគេពេលនោះគាត់ក៏បានចេញទៅពីនៃពួកគេដែលពួកគេហ៊ានធ្វើខុសគោលការណ៍របស់គាត់ប៉ុន្តែនៅពេលដែលឃើញពួកគេទាំង3នាក់បានលើកហេតុផលមកការពារគ្នាជាក្រុមតែមួយលោកគ្រូ Kakashi ក៏បានឲ្យពួកគេទាំង3នាក់ជាប់ការប្រឡងនៅលើកនេះសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តមើលហើយជួយចុច like បានច្រើនបើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់អីសូមជួយចែករំលែកនៅក្នុង comment ផងហើយចុងក្រោយសម្រាប់អ្នកថ្មីដែលមិនទាន់បាន subscribe channel របស់ខ្ញុំទេសូមជួយ subscribe ម្នាក់មួយមកដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងបាទពេលនេះសូមអរគុណហើយសូមជម្រាបលា